ខ្ញុំបាទសវណ្ណធី សូមជម្រាបសួរប្រិយមិត្តអ្នកស្ដាប់វិទ្យុខ្មែរប៉ុស្តិ៍ទាំងក្នុងនិងក្រៅប្រទេសទាំងអស់ជាទីមេត្រី បាទសម្រាប់នេតិស្វែងយល់ពីភាសាបាលីខ្មែរបានវិលមកជួបប្រិយមិត្តសាជាថ្មីម្ដងទៀតហើយបាទក្នុងនោះវាគ្មិនរបស់យើងគឺលោកចៅគាំងជម្រាបសួរលោកចៅគាំងបាទជម្រាបសួរបងអូនសវណ្ណធីលោកចៅគាំងនៅសប្តាហ៍នេះមានប្រិយមិត្តជាច្រើនបានផ្ញើជាសំណួរឲ្យលោកចៅគាំងជួយបកស្រាយក្នុងនោះប្រិយមិត្តនៅឯប្រទេសបារាំងនោះបានសួរសំណួរថាព្រះកសបោពុទ្ធោនឹងជាព្រះទី3ហើយមានប្រភពមកពីណាអីចឹងទៅហើយមួយទៀតគឺព្រះហនុមាននឹងប្រសូតចេញពីព្រះកុកស្វរៈឬក៏មិនមែនទេហើយការទាញនាគដែលគេហៅថាគោសមុទ្រទឹកដោះនោះថាតើមានប្រយោជន៍អ្វីដែរក្នុងសង្គមខ្មែរបាទហើយមួយទៀតនោះប្រិយមិត្តនៅប្រទេសកម្ពុជានឹងមានចម្ងល់រឿងត្រៃលោកគោកត្រៃលក្ខនឹងមានន័យថាយ៉ាងដូចម្ដេចបាទហើយមួយទៀតសំណួរចុងក្រោយគឺចង់ឲ្យលោកចៅគាំងបកស្រាយរឿងបញ្ហាបាយសីស័កហើយនឹងការធ្វើយ័ន្តទិកថាយហ្នឹងបាទជាដំបូងលោកចៅគាំងចង់ឲ្យលោកចៅគាំងបកស្រាយមុនគេថាតើការទាញព្រាត់គោសមុទ្រទឹកដោះហ្នឹងថាតើមានប្រយោជន៍អ្វីដែរដល់សង្គមខ្មែរនោះបាទសូមអរគុណសំណួរហ្នឹងដល់ទៅ5សំណួរណាប៉ុន្តែយើងលើកយកតែមួយសំណួរមកបកស្រាយគឺសប្តាហ៍យើងនាំគ្នាហៅយ៉ាងរអិលមាត់ទៅហើយថាជាគោសមុទ្រទឹកដោះបាទប៉ុន្តែនៅក្នុងប្រទេសខ្មែរយើងមិនមែនមានរឿងតែគោសមុទ្រទឹកដោះនោះទេបាទហើយគឺមានរឿងមួយទៀតដែលស្រដៀងគ្នាគឺការចងសម្ព័ន្ធភាពសាសនាដែលខ្មែរយើងហៅថារួមមេត្រីភាពបាទនៅថ្ងៃហ្នឹងខ្ញុំក៏សប្បាយចិត្តណាស់ដែរខ្ញុំក៏យករឿងរួមមេត្រីភាពហ្នឹងមកបកស្រាយជាមួយនឹងពាក្យថាគោសមុទ្រទឹកដោះហ្នឹងឲ្យយើងបានយល់ទាំងអស់គ្នាថាតើខ្មែរគួរយកអារម្មណ៍បដោតទៅលើការគោសមុទ្រទឹកដោះដែលមានភ្ជាប់រឿងរបស់មហាបារតៈរបស់ឥណ្ឌានោះឬមួយក៏យើងគួរតែយករឿងរបស់ជាតិខ្មែរដែលមានអច្ឆរិយៈហ្នឹងគឺការចងសម្ព័ន្ធភាពដែលយើងហៅថារួមមេត្រីភាពបាទពីមេត្រីភាពហ្នឹងគឺមានជម្រៅជ្រៅពេលយើងមានសង្គ្រាមដែលគ្មានអ្នកណាមួយខាត់បានហើយដូចសពថ្ងៃអញ្ចឹងណាសង្គ្រាមហ្នឹងចេះតែក្តៅកគុកទៅហើយយើងមើលឃើញថាខ្មែរយើងចប់សង្គ្រាមប៉ុន្តែចប់តែផ្លូវលោកទេដល់ផ្លូវលក្ខណត្រៃលក្ខហ្នឹងនៅមិនទាន់ចប់ទេមានន័យថាអត់ឃ្លានលំបាកវេទនាឆ្លោះប្រកែកកាប់សម្លាប់គ្នាបាទគ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ដោយរោគាព្យាធិចាស់ជរានឹងគ្មានទីពឹងបាទដើរតុំទៀនក្មេងក្រីក្រទាំងហ្នឹងហើយក៏ជាបញ្ហាដែលតាក់ទងទៅនឹងបញ្ហារបស់ខ្មែរបញ្ហាទាំងអស់នោះហើយដែលភាសាខ្មែរអាចអានថាសង្គ្រាមដូចគ្នាគ្រាមមានច្រើនបែបច្រើនយ៉ាងដូចខ្ញុំបានជម្រាបខាងដើមអំពីរឿងថាឈួតហ្នឹងក៏អញ្ចឹងដែរវាមានច្រើនសន្តានទៀតបាទឥឡូវបើថាយើងបកស្រាយឆ្ងាយក៏អស់លោកស្រីជាពិសេសព្រះថេរានុថេរៈគ្រប់ព្រះអង្គដែលព្រះអង្គនឹងខ្លះនឹងមិនចង់ទេមិនចង់រៀនតាមខ្ញុំទូ5គុំទេប៉ុន្តែព្រះអង្គហើយគេថាអ្នកប្រាជ្ញក្នុងលោកនោះល្មែងតែងប្រៀបឧបមាដូចជាសមុទ្រខ្ញុំនិយាយខុសអំពីអ្នកប្រាជ្ញមុនស្ដាប់ខ្ញុំឲ្យតាន់អ្នកប្រាជ្ញក្នុងលោកប្រៀបដូចសមុទ្រហើយមនុស្សល្ងងក្នុងលោកប្រៀបដូចទន្លេបាទហើយមនុស្សតែឈួតនៅក្នុងលោកហ្នឹងប្រៀបដូចស្ទឹងបាទស្ទឹងក៏សមុទ្រទទួលយកទន្លេក៏សមុទ្រទទួលយកនោះហើយដែលគេហៅថាជាអ្នកប្រាជ្ញមិនទាំងគឺអ្វីឡើយទោះអ្នកនិយាយរឿងអាក្រក់ក៏ទទួលយកអ្នកនិយាយរឿងល្អក៏ទទួលយកដោយអំណាចនៃការចេះដឹងរបស់អ្នកប្រាជ្ញនោះមិនទាំងគឺអ្វីឡើយនេះបានសមជាអ្នកប្រាជ្ញទៅប្រកបហើយខ្ញុំមិនមែនចង់ឲ្យបងប្អូនស្ដាប់ខ្ញុំឬក៏ចង់ឲ្យបងប្អូនទាំងអស់គ្នានឹងមានប្រស្រ័យតាក់ទងមករកតែខ្ញុំមិនមែនទេគឺខ្ញុំចង់ឲ្យបងប្អូននឹងคลายទៅជាអ្នកប្រាជ្ញទាំងអស់គ្នាហើយឃើញមានចំណុចខ្វះខាតបាទក៏ចង់និយាយអប់រំព្រៀនប្រដៅអីចឹងទៅឥឡូវយើងបកមកក្នុងពាក្យថាគោសមុទ្រទឹកដោះហ្នឹងជាខាងដើមសិននៅក្នុងរឿងមហាបារតៈរបស់ឥណ្ឌាខ្ញុំបានចេះមិនតែ
តែលោកខ្ញុំចេះនឹងវាមិនបានច្បាស់លាស់មិនក៏មិនដឹងប៉ុន្តែកាលខ្ញុំបានទៅប្រទេសឥណ្ឌានោះសាស្ត្រាចារ្យរបស់ឥណ្ឌានោះបាទគាត់បាននិយាយរឿងកោសមុទ្រទឹកដោះនោះឲ្យខ្ញុំស្ដាប់ដោយសង្ខេបហើយខ្ញុំនៅចាំដល់10ថ្ងៃបាទរឿងកោសមុទ្រទឹកដោះនោះវាជារឿងមហាសង្គ្រាមមួយដែលប្រទេសឥណ្ឌាដាក់ឈ្មោះថាមហាបារតៈគឺការសម្លាប់នោះគ្មានទីបញ្ចប់សម្លាប់គ្នាទៅមកចោលគ្នាទៅមកបាទដូចជាសម័យខ្មែរក្រហមអញ្ចឹងចោលគ្នាថាមួយចូលយួនមួយចោលតែមួយចូលយួនចោលយួនចុះចូលយួនឡើងសម្រាប់តែខ្មែរគ្នាឯងអាហ្នឹងហើយគេហៅមហាបារតៈនៅឥណ្ឌានោះប៉ុន្តែថ្ងៃមួយនោះមានព្រះមនីសីមួយព្រះអង្គលោកឆ្វេងយល់សង្គ្រាមនេះបើនៅតែຕົកយូរជនជាតិឥណ្ឌាប្រជាពលរដ្ឋឥណ្ឌានឹងជាអ្នកទទួលរងគ្រោះមហន្តរាយសង្គ្រាមនេះមិនខានឡើយអាត្មាអញជាព្រះមនីសីនឹងតើត្រូវធ្វើម៉េចទៅណោះបាទកាលគ្រានោះព្រះអង្គក៏បានរមែងយល់ទៅក៏គិតឃើញថាអញមានតែមធ្យោបាយទៅខកសង្គ្រាមទេលោកគិតរួចហើយព្រះមនីសីក៏បានទៅអង្វរសុំកូនងាមួយអំពីអសិកម្នាក់បាទអញ្ចឹងគាត់ក៏ឆ្លេះថាកសិករហ្នឹងគាត់ខ្ញុំចង់សួរគាត់ឪពុកម្ដាយឈ្មោះអីអញ្ចឹងគាត់ថាអត់ទេអត់មានឈ្មោះអីទេបាទគឺមិនបាច់ដឹងឈ្មោះទេវាមិនសំខាន់ទេដឹងឈ្មោះឪពុកម្ដាយរបស់ទារកនោះបាទរួចហើយទៅព្រះអង្គក៏យកទៅដល់ខាត់សង្គ្រាមនោះកាលនោះខាងពើល្អហ្នឹងខាងដែលកាន់កុសលហ្នឹងប្រទេសឥណ្ឌាហ្នឹងឲ្យឈ្មោះថាទេពតាហើយខាងកាន់អំពើអាក្រក់ហ្នឹងឲ្យឈ្មោះថាអាសូរាបាទកំពុងតែច្បាំងគ្នាហ្នឹងបាទសម្រាប់មនុស្សឈាមហូរក្នុងស្លុកឈាមហ្នឹងព្រះមនីសីហ្នឹងក៏និយាយទៅកាន់អ្នកសងខាងថាណែអស់លោកជាអ្នកទឹកសង្គ្រាមទាំងអស់គ្នាចូលអ្នកឈប់ធ្វើសង្គ្រាមភ្លាមព្រះមហាក្សត្ររបស់អ្នកមកដល់ហើយបាទអ្នកទាំងអស់គ្នានោះចុះលោកតាស្អីមកពីណាចេះយកទារក1 3ត្រាក់យកមកឲ្យមកថាទារកនោះជាស្ដេចរបស់ពួកយើងមិនជឿអ្នកឯងទេថយចេញទៅប្រយ័ត្នយើងសម្លាប់តាមនីសីនោះក៏ថាណាមិនមែនទេឥឡូវហ្នឹងគេមកនេះគឺមកប្រើអ្នកឯងទាំងសងខាងហ្នឹងឲ្យកោសមុទ្រទឹកដោះដើម្បីយកទឹកដោះនោះមកឲ្យគេទទួលទានឯតើហើយទៅវិញនឹងមិនកើតមានទឹកដោះណាឲ្យទារកនោះបើខ្ញុំជាមនុស្សចាស់ឯតើមិនមែនស្ត្រីណានឹងមានទឹកដោះបាទអញ្ចឹងស្ដេចសកសង្គ្រាមទាំងអស់នោះក៏នាំគ្នាសោយហើយក៏និយាយថាជីវិតលោកតាដូចជាចម្លែកប៉ុន្តែថារឿងនឹងពិតឬមួយឬជារឿងមិនពិតព្រះមនីសីថាជារឿងពិតណែលោកតាកុំយកជីវិតមកបដូរផ្លាស់ជាមួយទារកនោះអីខ្ញុំមិនជឿទេឥឡូវថយចេញទៅសង្គ្រាមបើអ្នកណាម្នាក់ហើយប្រឆាំងមុខសិតអ្នកនោះមិនដែលនៅរស់ទេព្រះមនីសីនឹងថាណាឥឡូវអ្នកឯងដាក់អាវុធចុះសិនណាដាក់ខ្ញុំម្ដងទៀតពេលនោះភាគីទាំងសងខាងក៏លើកអាវុធលែងរួចបាទលើកលែងរួចសាប់ឆ្ងល់ហើយទារកនោះបានប្រាប់អ្នកថាបើអ្នកនៅតែធ្វើសង្គ្រាមទៅទៀតបាទគេនឹងឲ្យអ្នកហ្នឹងស្លាប់បងទាំងអស់មិនខានទេបាទរួចហើយទៅចូលអ្នកទៅចាប់នាគនោះមកប្រាប់ថាគ្រាន់តែថាចូលអ្នកទៅចាប់នាគនោះមកនាគគិរីមាននុនហ្នឹងក៏ឃើញវានៅចិត្តហ្នឹងមែនអញ្ចឹងខាងទេវតាហ្នឹងក៏ទៅចាប់នាគហ្នឹងមកខាងអសុរាហ្នឹងក៏ទៅចាប់នាគហ្នឹងមករួចហើយទៅក៏បានយកគោលសីមាមួយថាកាលនោះបាទដល់យកអណ្ដើកបាទអណ្ដើកហ្នឹងធំណាស់គេហៅអណ្ដើកភ្នំមកយកមករួចហើយក៏បានដាក់កូនងាហ្នឹងនៅលើខ្នងអណ្ដើកជាទឹកតាំងថាឥឡូវគោហ្នឹងដើម្បីឲ្យបានទឹកដោះហើយកូនហ្នឹងបើពិតប្រកបមែនខ្ញុំនឹងទទួលស្គាល់កូនងាហ្នឹងជាស្ដេចរបស់ខ្ញុំលែងច្បាំងគ្នាហើយខាងអសុរាហ្នឹងក៏និយាយចឹងដែរបាទពេលហ្នឹងក៏និយាយគ្នារួចហើយព្រះមនីសីហ្នឹងក៏បានជាអ្នកចូលកាន់បកគោកណ្ដាលបាទដើម្បីឲ្យនាគហ្នឹងផ្ទាស់ដល់នាគហ្នឹងបានផ្ទាស់បកគោហ្នឹងហើយបាទហើយគេបានយកយើងហៅថាផ្ដាល់ទេឌីហ្នឹងគេហៅផ្ដាល់បាទខ្ញុំនៅចាំមកពាក្យហ្នឹងគេហៅផ្ដាល់ហ្នឹងដាក់នៅខាងលើបកគោហ្នឹងដើម្បីឲ្យទឹកដោះហ្នឹងហូរចូលទៅក្នុងផ្ដាល់នោះលុះដល់គោទៅបាទក៏យកសមុទ្រហ្នឹងធ្វើជាកន្លែងគោដល់គោចុះគោឡើងទៅស្រាប់តែទឹកដោះហ្នឹង
កើតមាននៅលើសមុទ្រនឹងឯងហើយក៏រត់ចូលទៅក្នុងស្ទល់នោះដោយដែលព្រះមនីសីនោះបានបរិយាយប្រាប់បាននិយាយអំពីត្រីហើយនឹងសត្វទាំងឡាយដែលនៅក្នុងសមុទ្រដែលបានឃើញពិធីកូរសមុទ្រនោះទឹកដោះនោះក៏បាននាំគ្នាមកទទួលទានទឹកដោះនោះហើយក៏คล้ายទៅជាទឹកអមរិតធ្វើឲ្យសត្វត្រីក្តីសត្វទាំងឡាយក្តីដែលនៅទីនោះបានទទួលទានទាំងបានកើតទៅជាជីវិតអមតៈទាំងអស់បាទហើយចំណែកទឹកដោះនោះពេលកូនងានោះទទួលទានទៅក៏คล้ายទៅជាស្ដេចអធិរាជហើយក៏បានបញ្ឈប់សង្គ្រាមរវាងឥណ្ឌាហើយនេះដែលមានអកុសលនិងកុសលហ្នឹងហើយបានដឹកនាំប្រទេសជាឥណ្ឌាកាលនោះคล้ายទៅជាប្រទេសដ៏រុងរឿងមួយទៀតផងបាទអញ្ចឹងកូរសមុទ្រទឹកដោះហ្នឹងវាពាក់ព័ន្ធទៅនឹងរឿងឥណ្ឌាហ្នឹងដោយឡែកប្រទេសខ្មែរមិនមែនដូច្នោះទេបាទខ្មែរអត់មានរឿងកូរសមុទ្រទឹកដោះតាក់ទងនឹងប្រវត្តិដើមរបស់ខ្មែរទេបងប្អូនហើយខ្ញុំក៏បាននិយាយច្រើនផងដែរពីរឿងហ្នឹងខ្ញុំថាខ្មែរយើងយល់ច្រឡំហើយនៅក្នុងរវាងសតវត្សទី10ខ្មែរយើងមិនមែនកូរសមុទ្រទឹកដោះដូចជាឥណ្ឌាទេបាទនៅក្នុងរវាងសតវត្សទី10ការបកោនាគមនោពោធិសត្វព្រះអង្គបានបរិនិព្វានទៅនៅក្នុងរវាងសតវត្សទី5ដល់ទី6ចាប់ពីទី6ហ្នឹងមកដល់ទួលទី10ខ្មែរយើងមានសង្គ្រាមខ្លាំងក្លាបាទរហូតដល់បាត់បង់ទឹកដីនៅក្នុងរវាងសតវត្សទី6ទី7បានដណ្ដើមយកទឹកដីនឹងមកវិញនៅក្នុងរវាងសតវត្សទី7ដល់ទី8បានវាយយកពិភពលោកនៅក្នុងលោកនឹង121ប្រទេសនឹងមកជាចំណុះហើយបានប្រកាសប្រទេសជាតិនឹងទៅជាប្រទេសចក្រពត្តិហើយសតវត្សទី8ដល់ទី9ដល់ទី10នេះខ្មែរមានសង្គ្រាមរវាងខ្មែរនិងខ្មែរដោយប្រកាន់សាសនា2បាទសាសនាមួយគឺព្រហ្មញ្ញសាសនាដែលដឹកនាំដោយព្រះមហារាជរបស់ខ្មែរមួយព្រះអង្គដែលមានព្រះនាមថាទសរថនឹងហើយដែលខ្មែរសពថ្ងៃហៅគាត់ថាឥសីទេពបាទគាត់ធ្វើគ្រូអ្នកណាហើយអ្នកនឹងត្រូវបានសោយរាជចាប់ពីសតវត្សទី13មកដល់សពថ្ងៃនេះបាទហើយចំណែកខាងពុទ្ធសាសនាខាងព្រះពុទ្ធសាសនានោះដឹកនាំដោយព្រះនាងនាគទី2ដែលមានមេទ័ពរបស់ខ្មែរធំនោះឈ្មោះថាព្រះបាទចៅសាយខាងដើមនោះគេហៅថាព្រះបាទអង្គសោមហើយកូនអង្គសោមនោះឈ្មោះចៅសាយបាទអញ្ចឹងឃើញថាខ្មែរយើងនឹងមានជំនឿផ្សេងគ្នារវាងខ្មែរនិងខ្មែរនឹងដោយប្រកាន់មួយយកសាសនាព្រហ្មញ្ញសាសនាហើយមួយយកសាសនាព្រះពុទ្ធសាសនាប្រកោនាគមនោបាទខ្ញុំសូមរំលឹកបន្តិចពីរឿងថាតើសាសនាព្រហ្មញ្ញរបស់ខ្មែរនេះយកចេញពីណាមកបាទគឺខ្មែរយើងបានយកចេញពីក្នុងសាសនាព្រះកស្សបៈបាទឥឡូវមានបងប្អូននៅខាងស្រុកបារាំងទេមកយើងក៏ដើមហៅបារាំងទេណាបានសួរមកខ្ញុំថាតើអមិញថាម៉េចបរិទ្ធិជួយបង្ហើមបន្តិចព្រោះមានតាក់ទងកន្លែងហ្នឹងខ្ញុំចង់បកស្រាយគាត់ព្រះកស្សបោពុទ្ធោថាជាព្រះទី3ហើយមានប្រភពមកពីណាបាទចឹងស្ដាប់បានហើយអញ្ចឹងខ្ញុំចង់ជម្រាបប្រាប់ថានៅក្នុងសាសនាព្រះពុទ្ធព្រះអង្គទី1ឈ្មោះព្រះកុស្វរៈបាទទើបត្រឹមត្រូវចំណែកកុកៈសន្ធោឬក៏កុសៈស្វរៈនោះក៏មិនត្រឹមត្រូវដែរមានន័យថាព្រះអង្គឈ្មោះកុសទេបងប្អូនហើយភាសាខ្មែរយើងគេមិនអាចទៅសេកុឲ្យថែមកមួយទៀតបានទេដូចជាពាក្យថាតុយើងអានថាតុប្រែមកថា4ចាក់តុណាបាទប្រែថា4កុកហ្នឹងក៏គេទៅសេតុដែរកុកហ្នឹងក៏សេស្រោដែរបុកហ្នឹងក៏សេស្រោដែរគេមិនដែលដាក់អក្សរកនៅខាងមុខទេនឹងភាសាបាលីអញ្ចឹងពាក្យពិតរបស់ខ្មែរដែលទៅសេពីមុនមកដែលមាននៅសេសសល់ក្នុងសិលាចារឹកបើយើងងាកទៅញ៉ាប្រាំងនេះខ្ញុំសូមជម្រាបឲ្យគេរកឃើញពាក្យកុសវរៈហ្នឹងគឺនៅឆ្ងាយណាស់សពថ្ងៃនៅឯស្រុកយួនឯណោះគេហៅប្រាសាទអកយំកាលខ្ញុំនៅក្មេងខ្ញុំបានទៅសិក្សានៅប្រាសាទនោះប៉ុន្តែឥឡូវមិនដឹងថានៅអត់ផងខ្ញុំមិនដែលបានទៅទេខ្ញុំក៏មិនហ៊ានថាតាសហ្នឹងវាបាត់ទៅណាឬនៅឯណានៅញ៉ាប្រាំងនោះគេហៅកម្ពុជាក្រោមបាទអញ្ចឹងបងប្អូនមានបច្ច័យមានអីគួរទៅរកមើលពាក្យកុសវៈសន្ធោនឹងដែរបាទកុសវៈហ្នឹងគេសរសេរថាកដាក់ស្រៈអសជើងវហើយបានចុច2ក្រោយមកខ្មែរយើងក៏បានសរសេរថាកុសវរៈ
មួយទៀតបញ្ជាក់ថាព្រះអង្គមិនមែនជាស្វាធម្មតាទេកាលណាយើងដាក់កុស្វារៈផ្ទុយនឹងកុស្វៈនឹងភាសាបាលីបងប្អូនចាំទុកឲ្យតែដូចជាហៅថាបរៈផ្ទុយនឹងបៈករៈផ្ទុយនឹងកៈបាអក្សរៈផ្ទុយនឹងកៈកៈប្រែទៅដល់កៈរៈប្រែទៅគ្រូឬក៏ប្រែថាទឹកអីចឹងទៅតាមពាក្យនៃយៈនិបាតនោះតែយើងហៅអតិពលនោះដែលបង្កើតឃ្លានោះឡើងបាទអញ្ចឹងកុស្វារៈហ្នឹងប្រែមកថាយ៉ាងម៉េចកុស្វៈយើងដឹងហើយថាស្វាហ្នឹងស្វាណាបាទស្វាហើយកុខាងដើមហ្នឹងបញ្ជាក់ឲ្យយើងបានដឹងថាជាមនុស្សស្វាអញ្ចឹងកាលពីបុរាណដើមនៃមនុស្សលោកតែបានកើតលោកមកហ្នឹងគឺថាមនុស្សយើងមិនទាន់មានកំណើតទេប៉ុន្តែស្វាហ្នឹងកើតមុនលុះដល់ស្វាហ្នឹងទទួលទានអាហារឆ្អិនអាហារដុតអាហារអីរបស់ធម្មជាតិហ្នឹងទៅក៏រុះរោមអស់បង្កើតបានទៅជាស្វាមនុស្សដល់ស្វាមនុស្សហ្នឹងមានការទទួលទានស្អាតបានដូចយើងសពថ្ងៃចឹងដែរមានការលាងសម្អាតបន្លែសាច់ត្រីបាយអង្គនំចំណីអីមិនឲ្យមានហើយចំអិនឲ្យឆ្អិនស្រួលពោះចឹងទៅក៏បានคลายមកជាមនុស្សអញ្ចឹងមុនពេលដែលកើតជាមនុស្សនោះមនុស្សស្វាមនុស្សហ្នឹងក៏មានព្រះមួយព្រះអង្គហើយគឺព្រះកុសបរៈថ្ងៃស្នេហាហើយអ្នកណាអ្នកកែបាទខ្ញុំជឿថាសម័យអាណានិគមបារាំងជាអ្នកកែដោយសារតែខ្ញុំបានឃើញអក្សរបុរាណនៅញ៉ាប្រាងនោះគេទៅសេថាកុសបរៈបាទអញ្ចឹងខ្ញុំមានជំនឿខ្ញុំថាបារាំងឡៃតែមកដាក់ចោលតែស្រុកខ្មែរចំណែកតែឯងខ្មែរកម្ពុជាក្រោមនោះបារាំងមិនទៅបាទចាប់អារម្មណ៍ក៏ទុកបាទអញ្ចឹងទៅបាទហើយចំណែកមួយទៀតព្រះអង្គទី2បាទព្រះនាមកសបៈឥឡូវមានបងប្អូននៅខាងស្រុកបារាំងនឹងដែរសួរថាតើព្រះអង្គនឹងជាអីហើយមានកំណើតនៅណាអីណាបាទព្រះកុសបៈនេះគឺព្រះអង្គគេហៅនាគមនុស្សបើយើងនិយាយទៅតាក់ទងទៅនឹងកំណើតនៃគូជុំនេះឯណោះកាលដែលមើលឃើញស្វាមនុស្សនឹងមានព្រះនឹងមកអងហើយនៅតែមិនព្រមស្ដាប់បាទយើងមើលសាច់រឿងពីដើមនៅស្វាមនុស្សនឹងតែច្បាំងគ្នាសំបីតែបងប្អូនឯងបាទនៅក្នុងសាច់រឿងរាមកេរ្តិ៍របស់ទានហ្នឹងក៏បាននិយាយដែរថាស្វាទាំងពីរអ្នកបងប្អូនហ្នឹងក៏បានច្បាំងគ្នាហើយក៏បានបរិយាមហ្នឹងលួចតធ្នូសម្លាប់បាទហើយបាននៅសល់ប្អូនហ្នឹងមកធ្វើជាឈ្នន់របស់បរិយាមហ្នឹងលើកតបប្រវ័យអាសុរាហ្នឹងជាភ័ស្តុតាងបាទអញ្ចឹងស្វាមនុស្សនឹងឆ្លោះគ្នាណាមិនព្រមស្ដាប់ព្រះកុស្វារៈទេមិនព្រមស្ដាប់ព្រះមកព្រះអង្គខាងដើមទេដល់ព្រះកុសបៈនឹងចូលមកព្រះអង្គក៏បានសរសេរវេទ2វេទមួយខាងនោះយើងឲ្យឈ្មោះថាអកុសលហើយវេទមួយខាងទៀតឲ្យឈ្មោះថាកុសលថាបើស្វាមនុស្សទាំងសងខាងហ្នឹងមុននឹងទៅច្បាំងគ្នាត្រូវតែរៀនវេទហ្នឹងឲ្យចេះសិនបើអ្នកកាន់អំពើអាក្រក់ត្រូវរៀនវេទអាក្រក់អ្នកកាន់អំពើល្អត្រូវរៀនវេទល្អរៀនចេះហើយបានអនុញ្ញាតឲ្យច្បាំងគ្នាដើម្បីទុកពេលឲ្យប្រជារាស្ត្រដែលសំប្រែមកជាមនុស្សហ្នឹងបានរស់រៀនដាច់ដល់ឡែកមិនចាំបាច់ទៅច្បាំងទៅអីទេគេឲ្យតែអ្នកខ្លាំងកែហ្នឹងច្បាំងគ្នាទៅបើអ្នកណាឈ្នះអ្នកនោះដឹកនាំប្រទេសជាតិដឹកនាំសង្គមរបស់មនុស្សហ្នឹងទៅលុះតាំងពីពេលនោះមកអំពើអាក្រក់និងអំពើល្អហ្នឹងក៏មានសាលារៀនរៀងខ្លួនទៅហ្នឹងព្រះទី2មិនមែនទី3ទេបងប្អូនបាទព្រះកុសបៈហ្នឹងគឺជាព្រះពុទ្ធអង្គទី2មានដើមកំណើតចេញមកពីនាគមនុស្សហើយនៅជានាគមនុស្សដដែលទៀតផងនោះព្រោះព្រះកុសបៈហ្នឹងព្រះអង្គមានព្រះជន្មវែងណាស់បាទមានអាយុច្រើនណាស់ព្រះមួយអង្គហ្នឹងហើយក៏បានដឹកនាំសាសនារបស់ព្រះអង្គហ្នឹងបានច្រើនដែរគិតមកដល់សពថ្ងៃសាសនារបស់ព្រះកុសបៈបាន4000ព្រះវស្សាហើយបាទហើយបើនិយាយពីព្រះទី3គឺព្រះកោនីគំនោរបស់ខ្មែរហ្នឹងព្រះមានជាស្រីទេហើយមាននៅសល់ច្រើនណាស់មានព្រះអង្គខ្លះនោះក៏ចេះតែចង់បកហេតុថាវាមិនដែលមានព្រះឯណាជាស្រីទេក្នុងโลกហ្នឹងហើយខ្ញុំចេះតែស្ងប់រំលត់ទៅខ្ញុំនឹកថាណាត់ព្រះអង្គអីឆោតម្លេះនឹងងងម្លេះបើព្រះស្រីគ្មានទេហើយចង់មិនក៏ពាក្យទាំងអស់ហ្នឹងរបស់ខ្មែរបាទមិនក៏ហៅមេនឹងជាធំគ្រប់តែកន្លែងគាត់មិនយល់ហើយដែរ
ហើយចុះប្រោកនឹងក៏ធំមកចាំបាច់ដាក់មេជាធំទៅអីបាទដូចពីថាមេត្រីភាពជាដើមនោះបាទមានន័យថារូបមេត្រីភាពហ្នឹងមានន័យថាសន្តិភាពហ្នឹងអ្នកទាំងអស់គ្នាក្នុងទៅផ្ដាច់សង្គ្រាមខ្លាំងសម្រាប់ព្រហ្មញ្ញសាសនាសម្រាប់ពុទ្ធសាសនាបែរជាមកចាញ់ស្ត្រីបាទឲ្យព្រមរួមគ្នាហើយចាថាព្រះស្រីអត់មានព្រះស្រីហ្នឹងប្រកែជាងព្រះប្រុសទៀតណាបងប្អូនព្រោះហើយបានខ្ញុំថាប្រកែយើងមើលសង្គ្រាមតាំងពីយើងឆ្នាំប្រាំងចូលស្រុកមកបាទពួកប្រាំងនេះវាប្រើតែមនុស្សស្រីទេវាមកចូលមកបញ្ចូលមេដឹកនាំខ្មែរហ្នឹងឲ្យភ្លេចខ្លួនទៅដាក់ឆ្នាំដាក់អីពលងំសត្វតែមនុស្សរបស់ប្រាំងតែគេប្រើមកបាទហើយកាលនោះបើយើងនិយាយទៅសបោទៅស្រីស្អាតមានសៀមមានយួនមានចាមអីចឹងទៅស្អាតប្រាំងយកទៅបដោបដាលដើម្បីឲ្យចេះល្បិចកិច្ចកលម្ញក់គេហៅវិជានោះហើយមកសម្រាប់អ្នកដឹកនាំខ្មែរមកចាប់អ្នកតាយខ្មែរអីគឺរយៈស្រីទាំងអស់បាទមិនធម្មតាទេណាជាថាស្រីមិនមានព្រះទេបាទហើយភាសាបាលីរបស់ខ្មែរព្រះហ្នឹងគឺថាធំជាងគេហៅធៈបាទដូចជាពាក្យថាអ្នកមោពោធាយៈពីណាធាហ្នឹងអញ្ចឹងអ្នកមោពោធាយៈព្រះទាំង5ព្រះអង្គមានឈ្មោះធានៅក្នុងនឹងមួយហើយធាហ្នឹងប្រែថាម៉េចប្រែថាកន្លែងដែលយើងរក្សាកំណើតកន្លែងដែលយើងបង្កើតកន្លែងដែលត្រូវកើតបាទភាសាបាលីអានថាធានោះបានទៅដល់ស្បូនដ៏ធំដែលរបស់មេដានឹងបានទុកយើង9ខែ10ថ្ងៃហ្នឹងដើម្បីឲ្យកើតកកាញ់ជារូបបញ្ញខណ្ឌឡើងហើយបានបង្កើតយើងមកហើយបានបំបៅដោះរបស់ព្រះអង្គជាមេដាយើងហ្នឹងឲ្យយើងបានរស់គ្រប់គ្នាហ្នឹងនឹងហើយគេហៅថាធាភៈនោះអ្នកមោពោធាយៈតែពីមុនគេហៅអ្នកមោពោធយៈញ៉េបាទអញ្ចឹងមានន័យថាប្រកោនីគុំនូហ្នឹងគឺជាតួអង្គព្រះពុទ្ធអង្គមួយរូបតែមានភេទជាស្រីបាទឥឡូវយើងឃើញខ្ញុំដើរថតតាមផ្សារខ្ញុំឲ្យមើលប្រកោនីគុំនូពុទ្ធសាសនាហ្នឹងព្រះអង្គលោកមានដៃ4នៅក្នុងពេលដែលលោកធ្វើសង្គាវនីសង្ឃធរនោះជំនឿថាមិនមែនជាស្បង់ដូចជាប្រសង់សពថ្ងៃអាចារ្យសពថ្ងៃគូបបតនោះឯណាយើងមើលប្រទេសជាតិរបស់យើងពីដើមមាន4អញ្ចឹងដៃទាំង4របស់ព្រះនាងនោះតំណាងឲ្យព្រះនាងថាជាស្ដេចរបស់ខ្មែរហើយក៏ជាព្រះរបស់ខ្មែរព្រះអង្គបានប្រោសឲ្យមានព្រះមេត្រី3ព្រះអង្គហើយមានរឿងរ៉ាវនឹងដល់សពថ្ងៃកិច្ចទៅណាក៏ព្រោះដែរប្រាំងតែនឹងខំប្រឹងបំបត្តិយ៉ាងណាក៏នៅតែមិនបានបាទហើយអស់លោកចំនួនក្រោយហ្នឹងក៏គាត់មិនមែនថាជាអ្នកបំបត្តិទេព្រោះគាត់មិនដឹងដែរហ្នឹងកើតចំនួនតែយើងដែរយើងស្ទោគាត់មិនបានទេព្រោះគេបំបត្តិហ្នឹងតាំងពីសម័យអាណានិគមបារាំងឯណោះអញ្ចឹងមកខ្ញុំមិនមែនឲ្យកំហុសអ្នកចំនួនថ្មីជាមួយគ្នាទេចុះគាត់កើតមកដូចយើងដែរគាត់ដឹងអីគាត់យើងនិយាយថាដឹងទៅរៀនប៉ុន្តែមានអ្នកខ្លះមិនបានរៀនទេប៉ុន្តែធ្វើចេះអានោះហើយបានខ្ញុំនិយាយថាកាលណាដែលយើងបានរៀនតោះយើងធ្វើចេះបាទចំណេះនោះវាคล้ายពេលនោះទោះត្រូវឥឡូវទេត្រូវតិចទៅយូរទៅជាខុសបាទតែដល់ពេលខុសភាសាបុរាណខ្មែរគេហៅចុះនរោបាទខ្ញុំជួយប្រាប់ទេកុំខឹងខ្ញុំថាបើយើងចេះតែដើរផ្លូវខុសវាចុះនរោបាទព្រោះពុទ្ធសាសនាគេមិនមែនសម្លាប់យើងដោយប្រើក្បត់ប្រើបថៅប្រើកភ្លើងដូចអាមេរិកកាំងប្រាំងបាទដូចមុនហ្នឹងទេភាសាពុទ្ធសាសនាគេថាតែយើងធ្វើខុសអ្នកណាតាំងធ្វើខុសអ្នកនឹងស្លាប់ទៅចុះនរោឲ្យរស់មានមែនណាបាទបើគ្មាននរោទេគឺមិននឹងអ្នកអាក្រក់នឹងសុខចិត្តធ្វើបន់ទៅខ្ញុំនិយាយតែយល់អ្នកអាក្រក់លើពុំភ័យព្រោះនាំរៀនធ្វើបន់ដើម្បីសាងឲ្យផុតបាបកម្មហ្នឹងបើមិនភ័យទេមិនខ្វល់ធ្វើបន់ទេបាទព្រោះតែជឿថាមានបន់បាបបានធ្វើអញ្ចឹងបានយើងទាំងអស់គ្នាឥឡូវយើងកុំឆ្លោះគ្នាយើងរួមគ្នាឡើងខ្មៅកែហ្នឹងមានន័យថាសេចក្ដីទាំងឡាយដែលមកដល់ទឹកដីខ្មែរសូមអ្នកលះបង់អំពើអាក្រក់របស់អ្នកចោលចេញទៅហើយរួមជាមួយខ្មែរកសាងប្រទេសជាតិនឹងឡើងវិញឲ្យរុងរឿងកុំស្កើងតាក់ភ្លើងសង្គ្រាមនឹងកើតឡើងទៅមិនមែនតែខ្មៅកែណាតែខ្មែរនឹងក៏ត្រូវស្លាប់ដែរខ្មៅកែក៏ស្លាប់ខ្មែរក៏ស្លាប់ព្រោះភ្លើងសង្គ្រាមប្រៀប
ឧបមាដូចជាទឹកភ្លៀងអញ្ចឹងមិនច្បាស់ថាភាគីខាងនោះខ្មែរមិនទឹកភាគីខាងនោះជាចៅជាឆ្លៀនពៀនអីចឹងឧទាហរណ៍បាទថាមិនមែនថាមិនទឹកតែសង្គ្រាមទៅទឹកទាំងសងខាងបាទអញ្ចឹងមានន័យថាបុរាណក្តីអ្នកប្រាជ្ញក្តីជាពិសេសខ្ញុំអត់ចង់ឲ្យឃើញមានភ្លើងសង្គ្រាមទេខ្ញុំចង់ឲ្យយើងតម្រង់ចិត្តទាំងអស់គ្នាហ្នឹងកែមកជាសទាំងអស់គ្នាទៅហើយលែងបំផ្លាញជាតិដ៏ល្អតកាលហ្នឹងទៅលែងបំផ្លាញទៅហើយនាំគ្នាកសាងជាតិដ៏ល្អឯរបស់ខ្មែរហ្នឹងឲ្យឃើញថាវាល្អដូចគេនៅប្រ៊ុយណេដូចគេនៅកាណាដាដូចគេនៅអាមេរិកដូចគេនៅអង់គ្លេសបារាំងអីចឹងទៅបាទលែងឆ្លោះគ្នាទៅគឺមិនឲ្យល្អចឹងទៅអាហ្នឹងវាដូចក្នុងពាក្យដែលខ្ញុំចង់និយាយថាចងសម្ព័ន្ធភាពបាទឥឡូវយើងឃើញថាខ្ញុំក៏ចូលមកដល់ពាក្យហ្នឹងដែលបងប្អូនបានសួរហ្នឹងបាទយើងត្រូវតែប្រឡែងតិចទៅឲ្យបានយល់ព្រោះកាលណាតែយើងនិយាយតែមកក្រែងមិនយល់បាទដល់ព្រះទី3ហ្នឹងនៅក្នុងរវាងសតវត្សទី10ហ្នឹងក៏បានចេញទៅខាត់សង្គ្រាមដូចជាកោសមុទ្រទឹកដោះហ្នឹងដែរបាទលុះដល់ព្រះនាងហ្នឹងមានកំណត់ខុសអំពីឥណ្ឌាដោយមិនយកកូនងាហ្នឹងទៅខាត់គ្រាមដូចទីទេបាទព្រះនាងបែរជាយកស្ត្រីខ្មែរដែលនៅក្នុងសាលាជោមលុបទាំងអស់បាទគេហៅថាក្រមុំពុំម្ចារីនៅក្នុងមលុបនោះបងប្អូនដឹងហើយខ្មែរយើងពីដើមរក្សាភាពបរិសុទ្ធជាក្រមុំពុំម្ចារីបានលុះដោយអំណាចនៃការសាងប្រាសាទជាច្រើនដែលមានឈ្មោះថានគរអន្តពតបរិយហើយនៅសល់ភ័ស្តុតាងក្រោយពីបារាំងដុតចោលគឺនៅសល់នគរអន្តពតបរិយដែលយើងហៅនគរតូចសពថ្ងៃហើយបារាំងក៏កែឈ្មោះដែរបាទគឺកែដាក់ថាអង្គរបាទឥឡូវថ្ងៃហ្នឹងបងប្អូនសួរខ្ញុំពីចងសម្ព័ន្ធភាពសាសនាហ្នឹងទៅហើយខ្ញុំក៏និយាយតិចចុះអង្គរហ្នឹងមិនមែនជាភាសាបាលីរបស់ខ្មែរទេព្រោះអង្គហ្នឹងភាសាបាលីប្រែមកថាឯកបាទអញ្ចឹងមិនអាចទៅសេអង្គហ្នឹងហើយដាក់រោបានទេចឹងគេឲ្យលើកលែងពាក្យហ្នឹងមួយមិនមែនជាតែមានរោទាំងអស់បានទេអង្គហ្នឹងវាឯកតែយើងដាក់រោមកវាតលវត្ថុនោះពីឡើងទៅអញ្ចឹងកន្លែងហ្នឹងគេហៅថាការកំណត់មួយរបស់ច្បាប់បាលីគឺយើងមិនអាចដាក់រោខាងមុខអង្គបានទេហើយបើជឿខ្ញុំបើកមើលនៅក្នុងសភៅជាន់ដើមដែលគេរៀនបាលីជាន់ដើមទើបបានដឹងថាខុសឬត្រូវបាទហើយខ្ញុំក៏ចង់បញ្យល់ដែររោហ្នឹងមានន័យថាគឺជាវាក្យសព្ទមួយពាក្យដែលគេប្រើសម្រាប់ដាក់ឲ្យពហុពាក្យណាមួយបញ្ជាក់ថាពាក្យនោះអាចទៅជាឯកវចនៈវិញបានបើសិនណាជាយើងមិនដាក់រោបាទដូចជាពាក្យថាអ្នកកៈណាបាទអ្នកកៈហ្នឹងបើភាសាបាលីយើងឃើញថាពួកបរោះទាំងឡាយដែលមានផ្លូវដែលមានគំនិតគិតដូចគ្នាហ្នឹងប៉ុន្តែបើយើងមិនដាក់រោគាត់អាចคล้ายទៅជាឯកវចនៈពាក្យវិញដោយអ្នកកៈហ្នឹងប្រែថាបរោះម្នាក់ហ្នឹងមានផ្លូវដើរមួយដែលឡែកពីគេឯងណាអញ្ចឹងមានន័យថាបើសិនណាជាយើងដាក់រោទើបយើងស្ដាប់បានស្រួលបញ្ជាក់ថាអ្នកករៈអ្នកករៈហ្នឹងយើងប្រែមកថាពួកបរោះទាំងឡាយមានផ្លូវដើរណាទៅរកសាសនាអ្វីមួយទៅរកមាគ៌ាអ្វីមួយទៅរកច្បាប់ណាមួយគេណាអញ្ចឹងមានពួកបរោះហ្នឹងច្រើនបាទនៅក្នុងសម័យមហានគរអ្នកករៈហ្នឹងគេចង់និយាយថាជានាគក៏បានជាទឹកក៏បានប្រែមកថាមាគ៌ាដែលដើរទៅរកសាសនាប្រកោនាគមនោបាទពោធិសត្វផងដើរទៅរកសាសនាព្រះព្រហ្មញ្ញសាសនាផងអញ្ចឹងបានខ្មែរយើងនៅមានដាក់ឈ្មោះថាអ្នកករៈយើងអានថានគរជាភាសាមួយដែលស្រួលអានមិនបាច់ចាំថែមមគ្គភៈដើម្បីឲ្យក្លាយជាពាក្យសំស្ក្រឹតទេគឺនៅជាបាលីដដែលប៉ុន្តែយើងអានថានគរបានដូចគ្នាបាទអញ្ចឹងយើងឃើញថាអក្សរសាស្ត្រខ្មែរនោះមានអញ្ចឹងប៉ុន្តែដល់អង្គហ្នឹងសំដៅទៅលើព្រះអង្គម្ចាស់គេនេះទៅសេសតតែជាងទម្រួតទាំងអស់ប៉ុន្តែព្រះអង្គម្ចាស់នោះមានពីរទេថាមានតែមួយទេព្រោះម្ចាស់ខាងចុងនោះបានកំណត់ព្រះអង្គនឹងមានតែមួយដូចជាពាក្យថាព្រះអង្គព្រះនាមអីចឹងទៅណាបង្កប់ជានាមវិញបញ្ជាក់ឈ្មោះរបស់ស្ដេចអង្គណាមួយតែមួយអង្គទេអត់អាចពីរអង្គបានទេចឹងពាក្យនោះគេហៅអង្គហ្នឹង
គឺមិនអាចយករកទៅដាក់ពីមុខបកកើតទៅជាពហុពាក្យបានទេហើយខ្មែរយើងមានពាក្យអ្នកករិយហ្នឹងរួចទៅហើយខ្ញុំបានឃើញគេទៅសេនៅខាងត្បូងប្រាសាទអង្គរវត្តនៅក្នុងកន្លែងឋាននរកក៏បានបញ្ជាក់ថាវត្តរបស់យើងហ្នឹងហៅស្រុកនគរវាមានរបស់គេណាមិនមែនថាយើងគ្មានពាក្យទេហើយក៏គ្មានសិលាចារឹកឯណានៅសល់ប៉ុន្តែនៅខាងត្បូងនគរហ្នឹងគេដាក់ស្រុកនគរនៅក្នុងអក្សរបុរាណតែមានរូបចម្លាក់និយាយអំពីឋាននរកបាទឥឡូវយើងទៅមើលទៅផ្ទាំងខាងត្បូងប៉ុន្តែនៅផ្នែកខាងកើតទៅរកមើលឃើញអក្សរទាំងអស់បានដឹងថាអូគេហៅវត្តនគរហ្នឹងថាស្រុកនគរអន្តពតបុរីប្រាទីអន្តពតបុរីហ្នឹងឥឡូវរកឃើញទេឃើញតែពតប្រាក់មាននៅក្នុងនោះដែរបាទគេហៅពតប្រាក់ទៅទេចឹងលុះដល់ពេលពនាងយកស្ត្រីខ្មែរយើងនៅក្នុងជោមលោករាប់សែនអ្នកទៅគាត់សង្គ្រាមនោះព្រះនាងក៏បានដែរអ្នកទាំងសងខាងមិនមែននិយាយដូចជាព្រះមលីសីទេថាណែអ្នកទាំងសងខាងអ្នកឯងដាក់អាវុធចោលភ្លាមណាបាទហើយកាលនោះអ្នកទាំងអស់គ្នានោះអត់ហ៊ានប្រកែកទេហេតុអីដោយសារព្រះនាងនោះព្រះអង្គលោកជាស្ដេចផែនដីកាលនោះប្រទេសជាតិខ្មែរយើងមានចំនួនឆ្លោះគ្នារវាងពុទ្ធសាសនានិងសាសនាព្រហ្មញ្ញដែលខ្មែរជាម្ចាស់រៀងខ្លួនហ្នឹងបាទមានព្រះមហាក្សត្រីរាជមួយព្រះអង្គព្រះនាមព្រះនាងនាទី2ហ្នឹងជាស្ដេចដឹកនាំប្រទេសបាទហើយព្រះនាងហ្នឹងមានមហន្តរិទ្ធខ្លាំងណាស់នៅក្នុងដៃមានកាន់កសែងបោកកសែងបោយបើសិនណាជាបរោះហ្នឹងមិនព្រមដាក់អាវុធទេហ្នឹងកសែងបោកកសែងបោយហ្នឹងមូក្បិតហ្នឹងក៏វែងចោលទៅបាទធ្វើខ្មាស់គេឥឡូវហ្នឹងយើងដឹងហើយកសែងបោកកសែងបោយហ្នឹងកើតខ្ជុះណាបាទកវីទៅកើតខ្ជុះហើយកាន់ក្បិតហ្នឹងវាប្រកែហើយកាប់តែគ្នាឯងប្រុសដូចគ្នាហ្នឹងប៉ុន្តែលោកដល់ខ្ជុះកាប់ជាមួយឯណាមិនកបួយទៅទេបាទចឹងហើយបានកាលនោះពនាងហ្នឹងអត់មានមកខាត់ដូចព្រះមនីសីដូចក្នុងរឿងកោសមុទ្រទឹកដោះទេក៏បានចាប់បរោះទាំងសងខាងហ្នឹងមិនប្រកាន់ព្រហ្មញ្ញសាសនាមិនប្រកាន់ពុទ្ធសាសនាទេចាប់ពលតបទាំងអស់ហ្នឹងមកម្នាក់ឲ្យពនាងអង្គណាមួយម្នាក់ចូលមករៀបមង្គលការបាទរហូតដល់កងទ័ពរាប់សែនបាទកលយោធាហ្នឹងត្រូវបានដឹកដៃចេញពីជួរកងទ័ពហ្នឹងមករៀបមង្គលការចម្ងាយមិនឆ្ងាយប្រហែលថាប្រហែលជា20ម៉ែត្រចុះអញ្ចឹងក្បែរយើងសពថ្ងៃនៅសង់រោងការមិនឆ្ងាយពីកន្លែងគេសុំពលានោះបាទអញ្ចឹងវាជាទំនៀមទម្លាប់មកដល់សពថ្ងៃដែរកន្លែងហ្នឹងមិនទាន់បាត់ទេគេថាមានផ្លែឈើមាសផ្លែឈើប្រាក់36មុខបាទក៏ដូចជាមានកូនដើរតែខ្មែរយើងហៅកូនដើរកាន់ថងរងកាន់បាទអីក្នុងពិធីមង្គលការនាំស្ត្រីនឹងទៅរៀបការរៀបអីនៅក្នុងហ្នឹងគឺថាយើងឃើញមានឆ្លាក់នៅក្នុងពិធីហែព្រះនាងហ្នឹងទៅកាន់សបរភូមិហ្នឹងដូចគ្នាលុះរៀបការហើយដល់រៀបការហើយព្រះអង្គក៏ឲ្យអ្នកឈ្នះគេបាទកាលនោះអ្នកដែលឈ្នះគេគឺព្រះបាទសូរ្យវង្សទី2ហើយអ្នកចាញ់ហ្នឹងគឺព្រះបាទទសរថនៅខាងព្រហ្មញ្ញសាសនាហើយអ្នកឈ្នះហ្នឹងនៅខាងព្រះបាទចៅសាយបាទហើយក៏រៀបចំសាងស្ពានមេត្រីហ្នឹងដឹងនៅតាណាទេស្ពានមេត្រីសពថ្ងៃគឺនៅចេញពីកំពង់ភ្លុកហ្នឹងទៅដល់ចំមោះជ្រូកគេហៅឆ្នុកទ្រូបាទពីដើមឥឡូវសពថ្ងៃអ្នកខ្លះហៅចំមោះជ្រូកខ្ញុំចេះឆ្ងល់ដែរប៉ុន្តែកាលពីដើមនោះខ្ញុំបានដឹងថាកន្លែងហ្នឹងគេហៅឆ្នុកទ្រូបាទមានកសាងប្រាសាទហ្នឹងមួយធំដែរប្រាសាទហ្នឹងខ្ញុំពីក្មេងខ្ញុំទៅរៀននៅហ្នឹងយ៉ាងទៅកំណាយទៅអីជាមួយអូស្វាមអីហ្នឹងឃើញថាធំដែរប្រាសាទហ្នឹងហើយចាញ់ពីកំពង់ភ្លុកយើងសៀមរាបហ្នឹងទៅកាន់ឆ្នុកទ្រូហ្នឹងហើយបានចាញ់ពីឆ្នុកទ្រូហ្នឹងទៅកាន់កំពង់ឆ្នាំងគេហៅដំរីឆ្លងបាទធ្វើជាស្ពានថ្មតែម្ដងបងប្អូនធ្វើស្ពានថ្មទៅតឹងហ្នឹងបើតាមខ្ញុំសន្និដ្ឋានប្រហែលជា7ម៉ែត្របាទ7ម៉ែត្រធំវែងពុំស្ពានហ្នឹងត្រឹមតែស្បវែងហ្នឹងបាទហើយក៏ធ្វើពិធីចងសម្ព័ន្ធភាពដោយយកទឹកទន្លេសាបហ្នឹងធ្វើជាទឹកដើម្បីបន្សាបពលសង្គ្រាមរបស់ខ្មែរហើយសពថ្ងៃហ្នឹងរូបចម្លាក់ហ្នឹងឆ្លាក់ទុកនៅខាងកើតអង្គរតូចហ្នឹងកើតប្រាសាទអង្គរតូចហ្នឹងខាងផ្នែកខាងត្បូងហើយខ្ញុំសោកស្ដាយណាស់សពថ្ងៃចិត្តតែនិយាយកោសមុទ្រទឹកដោះហ្នឹងវាអត់បានទៅមើលប្រាសាទគេ
នៅឆ្នាំទ្រូអត់បានមើលអរែងកន្លែងគេធ្វើស្ពានកាត់ពីកំពង់ភ្លុកទៅឆ្នាំទ្រូចេញទៅកំពង់ដកតម្រៃនៅអីខាងកំពង់ឆ្នាំងឯណោះវានៅសល់ភ័ស្តុតាងទាំងអស់អញ្ចឹងហើយខ្ញុំអ្នកស្រាវជ្រាវម្នាក់ដែរខ្ញុំអត់ព្រមជឿបារាំងថាកោសមុទ្រទឹកដោះទេបងប្អូនត្រូវចាំកន្លែងហ្នឹងហើយខ្មែរយើងហៅចងសម្ព័ន្ធភាពសាសនាឬក៏រួមមេត្រីភាពហើយព្រះអង្គបានយកបឹងទលេសាបហ្នឹងធ្វើជាតំណាងនៃការបន្សាបពលរបស់ខ្មែរឲ្យខ្មៅនឹងកែមកជាខ្មែរខ្ញុំបាននិយាយក្នុងឆ្នាំ1987នៅក្នុងអត្ថបទមួយរបស់ខ្ញុំប៉ុន្តែឥឡូវកឌីស៊ីអស់ហើយបងប្អូនពេលខ្ញុំរត់ទៅស្រុកគេខ្ញុំចោលកប់ចោលតែខ្ញុំសារភាពតិចថាដែលកប់ចោលកឌីស៊ីអស់ដល់មកវិញបាននៅទុកនៅព្រៃវែងបាទអញ្ចឹងក៏យើងត្រូវនិយាយថារូបចម្លាក់នោះមិនមែនហៅកោសមុទ្រទឹកដោះទេហើយព្រះបាទសូរ្យវង្សទី2ហ្នឹងព្រះអង្គក៏បានយកប្រខាន់ចង្អុលទៅក្នុងទឹកហើយទឹកហ្នឹងក៏បណ្ដាលឲ្យត្រីទាំងអស់ដែលបានហែលមកមើលឬក៏ហែលមករកចំណីនៅក្នុងការសាងសង់ឆ្លងកាត់បឹងទលេសាបហ្នឹងក៏ដាច់ជាកង់រួចហើយព្រះបាទសូរ្យវង្សទី2ហ្នឹងក៏បាននិយាយទៅកាន់អ្នកកាន់ព្រហ្មញ្ញសាសនាថាចូលអ្នកមើលត្រីនោះជាឧទាហរណ៍ស្រាប់ចំណែកអ្នកកាន់ពុទ្ធសាសនាក៏ដូចគ្នាដែរអ្នកមើលត្រីនោះជាឧទាហរណ៍ស្លាប់ថាបើថ្ងៃក្រោយទៅខ្មែរយើងបែកបាក់គ្នាហើយកាប់សម្លាប់គ្នាតទៅទៀតខ្មែរនឹងស្លាប់ដូចជាខ្មោចត្រីក្នុងទឹកនឹងជាគ្រឿងឧបមាទុកបាទឃើញណាបាទអញ្ចឹងបានថាកន្លែងនោះបងប្អូនសួរថាកោសមុទ្រទឹកដោះទេខ្ញុំជាប្រកែកថាវាមិនមែនទេព្រោះកោសមុទ្រទឹកដោះហ្នឹងគេមានព្រះមនីសីតាគេអត់មានប្របាទសូរ្យវង្សទី2ទៅកោឯណាបាទហើយយើងនិយាយពីព្រះអង្គលោកបានឆ្លាក់រូបព្រះបាទសូរ្យវង្សទី2ហ្នឹងដៃម្ខាងបាទដៃម្ខាងហ្នឹងកាន់ខាងព្រហ្មញ្ញសាសនាដូចជាដៃស្នាមតែចំណែកដៃឆ្វេងហ្នឹងកាន់ខាងព្រះពុទ្ធសាសនាហើយដៃមួយទៀតកាន់កងចាស់ហើយដៃមួយទៀតហ្នឹងកាន់ប្រខាន់ព្រះអង្គលោកភ័យខ្លាចយើងច្រឡំថាកូនងាទៀតលោកបានឆ្លាក់រូបព្រះបាទសូរ្យវង្សទី2នៅពីលើមួយទៀតអញ្ចឹងនៅក្នុងរូបចម្លាក់ហ្នឹងមានសូរ្យវង្ស2ណោះនៅលើហ្នឹងក៏សូរ្យវង្សហើយនៅកន្លែងនេះចូលកាន់នេះហ្នឹងក៏សូរ្យវង្សអត់មានឃើញរូបព្រះមនីសីដោយកោសមុទ្រទឹកដោះទេបាទហើយមួយវិញទៀតស្ដេចសត្វសង្គ្រាមខាងព្រហ្មញ្ញសាសនាហ្នឹងព្រះអង្គលោកក៏បានតំណាងឲ្យយល់ការថាណែឯងហ្នឹងមិនមែនជាពិតប្រាកដទេមិនមែនជាព្រហ្មញ្ញសាសនានឹងពិតប្រាកដទេនោះវាគ្រាន់តែជារឿងមាគានយោបាយរឿងមាគាសាសនាទេអ្នកឯងដឹងទេថាអ្នកឯងកើតមកពីណាបាទអញ្ចឹងហើយបានព្រះអង្គលោកឆ្លាក់យក្សនោះមានក្បាល21ហើយនាំគ្នាទៅមើលយក្សកោសមុទ្រទឹកដោះទៅមានក្បាលអស់ហើយត្រឹម10អត់មាន21ដូចក្បាលទេអញ្ចឹងយើងត្រូវយល់21នេះតម្រូវនៅក្នុងសាសនាព្រះពុទ្ធបកោនីគមនោពោធិសត្វព្រះអង្គបានទុកថាជាការផ្ដល់កំណើត21ផ្នែកដែលអាចកកើតបានជាមនុស្សនឹងរវាងឪពុកហើយចំណែក12ផ្នែកនៃសង្ខារធម៌ហ្នឹងមានរោមស្បែកស្អីទាំងអស់ហ្នឹងត្រូវចូលគ្នាទៅម្ដាយ2ទាំង10ឪពុកនឹង21បានបង្កើតបានរូបបញ្ញខណ្ឌហ្នឹងមកត្រូវទៅឃើញ33រូបធាតុនៅក្នុងខ្លួនមនុស្សហ្នឹងបាទធាតុទឹកនឹងប្រមាណទៅធាតុភ្លើងនឹងប្រមាណទៅធាតុដីប្រមាណទៅធាតុខ្យល់នឹងប្រមាណទៅបាទហើយអញ្ចឹងអ្នកខ្លះហ្នឹងនិយាយថាខ្ញុំមានជួបដែរតើមិញនោះអាមេជីវិតហ្នឹងមានតែរបស់ពុកទេតែខ្ញុំខ្ជិលមកខ្ញុំនឹកឃើញតែគេអាងថាខ្លួននឹងចេះភាសាបាលីហើយតែឥឡូវនឹងខ្ញុំដេកមួយយប់ទៅនឹកគឺអាណត្តិតែចង់និយាយបាទបើចង់ធ្វើជាគ្រូមេជីវិតហ្នឹងមាន21ជារបស់ពុកហើយមាន12ហ្នឹងជារបស់ម្ដាយខ្មែរយើងសពថ្ងៃយកមេជីវិតទាំង33តួហ្នឹងបាទយកមកដាក់នៅក្នុងខ្ជិញចនៈរបស់ខ្មែរមាន33តួផងដែរបាទហើយបានបន្តទៅទៀតយៈនោះសតក្បាល21ទាំងអស់ហើយយៈនោះខ្មែរណាទីមិនមែនខ្ញុំកាន់ព្រហ្មញ្ញសាសនាប៉ុន្តែពីដើមឡើយហ្នឹងខ្ញុំកើតចេញពីតកូលរបស់ខ្មែរហ្នឹងឃើញថាកើតមកអត់ទាន់មានព្រហ្មញ្ញសាសនាទេខ្មែរនោះមានបកោនីគមនោពោធិសត្វនឹងឯងព្រះហើយដល់ឥឡូវខ្ញុំនឹងក៏ចេះព្រហ្មញ្ញសាសនាទៅក៏កើតការកាប់ការសម្លាប់របស់ជាតិខ្លួនឯងអញ្ចឹងខ្មែរណាអញ្ចឹងព្រះបាទសូរ្យវង្សទី2ហ្នឹងព្រះអង្គលោកគិតអាណិតទៅដល់
ព្រះបាទទសរថដែលគាត់ជាស្ដេចអវតាររបស់ព្រហ្មញ្ញសាសនាថាឥឡូវព្រះអង្គមកខាងពុទ្ធសាសនាទៅកុំឲ្យមានភ័ក្រម៉ាយខ្លាំងពេកបានគេយកព្រះទសរថហ្នឹងមកឈរកម្មនីជាមួយខាងអ្នកកាន់ពុទ្ធសាសនាអញ្ចឹងយើងទៅមើលនៅក្នុងប្រវត្តិចងសម្ព័ន្ធភាពសាសនារបស់ខ្មែរយៈមានសងខាងយៈដែលជាមេធំរបស់យៈហ្នឹងក៏បានមកនៅខាងព្រះពុទ្ធសាសនាបាទគឺនៅឈរផ្នែកខាងមុខបាទបន្ទាប់មកបានមកកង់ទៅទៀតទៅបានយើងឃើញព្រះបាទចៅសាយហ្នឹងបានមានប្រកេះ5នោះតំណាងឲ្យព្រះពុទ្ធសាសនាដែលយើងហៅថាបាយ័នឬក៏បញ្ចយន្តៈនោះបាទកាលណាតែយើងសេបញ្ចៈយើងដឹងពីយន្តៈដែរអញ្ចឹងមានន័យថាប្រកេះ5ហ្នឹងតំណាងឲ្យព្រះពុទ្ធសាសនាដែលតំណាងឲ្យលោកធាតុទាំង5នៃសត្វលោកនេះឯងបាទអញ្ចឹងយើងឃើញថាហើយនៅក្នុងនោះក៏គេបានឃើញព្រះកុស្វារៈហើយតបថ្ងៃហ្នឹងបរាំងសេះហ្នឹងក៏ជាថាកោសមុទ្រទឹកដោះហើយចំណែកស្វាដែលកាន់កតុយហ្នឹងក៏ជាថាហានុមានអញ្ចឹងទៅបាទជារឿងផ្សេងគ្នាព្រះអង្គម្ចាស់អើយព្រះអង្គម្ចាស់បរាំងក្នុងរឿងឌីហ្នឹងកាលណាយើងនិយាយពីរឿងរាមកេរ្តិ៍អត់មានកោសមុទ្រទឹកដោះទេបាទនោះរឿងមហាបារតៈទេចំណាយរឿងរាមកេរ្តិ៍ហានុមាននោះផ្សេងអត់មានពាក់ព័ន្ធគ្នាទេអស់លោកបរាំងអើយអស់លោកឯងចេះតែបំភ្លៃរឿងខ្មែរប៉ុន្តែនៅតែបំភ្លៃរឿងប្រទេសឥណ្ឌារបស់គេទៀតណោះហើយចង់យើងមុននឹងនិយាយរឿងនោះឲ្យច្បាស់លាស់យើងទៅសិក្សានៅប្រទេសឥណ្ឌានោះឲ្យច្បាស់លាស់កុំឲ្យចេះតែយកមកបន្លំហើយសម្រាប់ខ្មែរដោយសាររឿងបន្លំហ្នឹងបើសិនណាជាយើងនិយាយទៅបារាំងហ្នឹងត្រូវសងច្រើនណាព្រោះសូម្បីតែរឿងកោសមុទ្រទឹកដោះរបស់ឥណ្ឌាហ្នឹងក៏សម្រាប់ខ្មែរច្រើនដែរគេប្រាថ្នារឿងហ្នឹងមហាភារៈយុទ្ធរបស់ខ្មែរហ្នឹងមិនតាក់ទងទៅនឹងរឿងមហាបារតៈទេគេថារឿងចងសម្ព័ន្ធភាពសាសនាហ្នឹងមិនពាក់ព័ន្ធនឹងរឿងកោសមុទ្រទឹកដោះទេយកអ្នកប្រាជ្ញខ្មែររាប់សែនអ្នកទៅសម្លាប់ក៏ឆ្លាយដោយចោលថាប្រឆាំងនឹងបារាំងហើយបារាំងនោះចេះស្អីបងប្អូនបារាំងនោះមិនតាំងចេះបល័យខ្មែរមកម៉ាត់ផងកាយមកអាខ្មោចវាងាប់នឹងត្បូងបាយ័នហ្នឹងខ្ញុំស្គាល់ច្បាស់ណាហ្នឹងក៏គ្មានចេះបល័យដែរបល័យខ្មែរសួរទៅមិនដឹងឯណាណីទេអ្នកដែលទៅរៀននៅស្រុកបារាំងជាដើមនៅសពថ្ងៃអាងថាគាត់នឹងជាសាលាបល័យជាសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរដល់ខ្ញុំជួបម្ដងសួរគ្នាទៅគាត់ចេះបល័យខ្មែរផងគាត់ចេះតែបល័យដែលទៅចម្លងពីឥណ្ឌាមកហើយបល័យដែលចម្លងពីឥណ្ឌាមកនោះសំឡេងជាតំស្ក្រិតហ្នឹងមិនមែនជាបល័យខ្មែរណាហ្នឹងមានន័យថាគេខ្លាយហើយគេយកពីខ្មែរទៅបល័យដល់ទៅដល់នោះមកខ្លាយរៀនវាមិនចេះបល័យហ្នឹងដល់ស្រាយហើយយើងទៅយកសម្រាយមកដល់ស្រុកខ្មែរថាជាភាសាបល័យវាជារឿងចម្លែកហើយចឹងដោយសារតែបារាំងហ្នឹងវាច្បោកច្បល់មិនមែនដោយសារខ្ញុំមិនមែនដោយសារអ្នកប្រាជ្ញខ្មែរចំនួនមុនដែលបានស្លាប់ទៅទេគឺដោយសារបារាំងចឹងយើងកុំឆ្លោយដាក់គ្នាអ្នកចំនួនក្រោយកុំឆ្លោយដាក់គ្នាអ្នកចំនួនមុនបារាំងសម្លាប់ចោលអស់ហើយគ្មានអ្នកណារកខុសត្រូវឲ្យទេសពថ្ងៃមកដល់ចំនួនសពថ្ងៃទៀតក៏គ្មានអ្នកណារកខុសត្រូវឲ្យអ្នកប្រាជ្ញខ្មែរដែលបានស្លាប់ទៅដែរហើយយើងកុំយកពាក្យថាឯកសារបារាំងគេតម្កល់នៅប៉ារីអីអាបារាំងចេះស្អីបារាំងនោះមានចេះបល័យណាយកបល័យទៅសួរបារាំងអត់ចេះមកម៉ាត់ផងឥឡូវហៅអ្នកប្រាជ្ញបារាំងទាំងអស់ហ្នឹងមកសួរមុខខ្ញុំអ្នកសួរម្ដងមិនដឹងបារាំងអត់ចេះបារាំងមានចេះបល័យណាបងប្អូនហើយបានខ្ញុំសរសើរដែរខ្មែរយើងដែលបានទៅរៀននៅស្រុកបារាំងបានរស់រៀនមានជីវិតនៅស្រុកបារាំងទាំងអស់បានស្រឡាញ់អក្សរសាស្ត្រខ្មែរស្រឡាញ់បល័យខ្មែរយើងមើលឃើញគ្រប់គ្នានោះស្រឡាញ់ណាស់ប៉ុន្តែបងប្អូនកុំភ័ន្តច្រឡំឲ្យសោះថាបារាំងចេះបល័យណាបារាំងស្អីអត់ចេះបល័យទេមកធ្វើអូស្បាំជាមួយខ្ញុំធ្វើគ្រូបង្រៀនហ្នឹងគឺថាគ្មានចេះអីទាំងអស់ខ្ញុំស្គាល់បារាំងច្បាស់ណាស់កាន់តែសភៅអត់ប្រយោជន៍បាទខ្ញុំមានអំណាចដូច្នេះខ្ញុំមានកំណាព្យរបស់ខ្ញុំនៅសេសសល់ដល់សពថ្ងៃបាទខ្ញុំតែងច្រៀងជេរបារាំងនៅពេលដែលខ្ញុំទៅធ្វើការជាមួយវានោះបាទខ្ញុំឃើញថាខ្ញុំដឹងតាំងពីខ្ញុំនៅក្មេងម៉េះអញ្ចឹងបាទផ្នែកខាងកើតនៃប្រាសាទអង្គរតូចហ្នឹងគឺខ្មែរយើងមិនបានសាងពិធីកោសមុទ្រទឹកដោះទេបាទគឺខ្មែរយើងបានសាងពិធីចងសម្ព័ន្ធភាពសាសនាដែលមានព្រះសូរ្យវង្សទី2ជាធិបតីជាអ្នកនាំខ្មែរយើងឲ្យរួបរวมជាតិដែលមានព្រះនាងនាទេពីមានបំណងឲ្យអ្នកទាំងអស់គ្នាជាខ្មែរហ្នឹងរួមមេត្រីភាពមានន័យថាចងជាសម្លាញ់នឹងគ្នាឡើងវិញចងជាប្រជាជាតិចងជាបញ្ជាតិ
កំណើតខ្មែរតែមួយឡើងវិញលែងតរគ្នាដោយសារគ្រាន់តែសាសនាបាទហ្នឹងទើបត្រឹមត្រូវមិនមែនកោសមុទ្រទឹកដោះដូចជាប្រទេសឥណ្ឌាទេអញ្ចឹងយើងឃើញថាហើយយើងទាំងអស់គ្នាអ្នកណាប្រកែកចាស់ណាមិនមែនចោលសវត្ថភាពអីទេឯកសារបារាំងគេបាទខ្ញុំថាខ្ញុំមានឯកសារពិតបដោយមិនមែនទៅពេនដៃទេឥឡូវទៅនាំគ្នាកាយបឹងទលេសាបមើលទាំងអស់គ្នាចេញពីកំពង់ភ្លុកទៅបាទទៅដល់ឆ្នុកទ្រូតើមានស្អីខ្លះហើយចេញពីឆ្នុកទ្រូទៅដល់តម្រៃឆ្លងកំពង់ឆ្នាំងមានស្អីខ្លះយើងលេងគ្នាម្ដងមើលបាទយើងមើលយើងកុំយកអំណាចមកគ្រប់គ្រងយើងរួបរวมគ្នាហើយយើងទៅកាយលោមើលតើវាមានពណ៌តាងទេហើយចុះអានោះហៅអីអាដេញតែសល់ដល់សប្តាហ៍មានប្រាសាទមានស្ពានសិតតែថ្ម6ម៉ែត្រ7ម៉ែត្រដែលយើងកំពុងតែគិតពិចារណាថាគាត់ដាក់ប្រមាណថ្ងៃបានមកដុំវែងយ៉ាងនោះឲ្យអស់ដោយវិធីណាចេញពីបឹងបេងមាលាហ្នឹងកើតស្វាយលើហ្នឹងយកទៅដល់បឹងទលេសាបតាមវិធីណាបាទយើងកំពុងតែនាំគ្នាគិតថាមិនដឹងថាជាព្រះអង្គលោកប្រើមធ្យោបាយអីបានថ្មនោះវែងណាហើយកម្រាស់នោះចូល1ម៉ែត្រក៏មានកន្លះម៉ែត្រក៏មានបាទតិចតែកន្លះម៉ែត្របាទយើងលេងច្បាស់មើលហើយយកឯកសារបារាំងមើលហើយដឹងថាកោសមុទ្រទឹកដោះនោះវាត្រឹមណាមកហើយកោសមុទ្រទឹកដោះនោះនៅណានៅឥណ្ឌានៅខ្មែរទោះវាច្បាស់ចឹងទៅអាហ្នឹងបានយើងនិយាយគ្នាទៅឃើញថាខ្មែរយើងមានអរិយធម៌ខ្ពង់ខ្ពស់មានសម្បត្តិមហាសាលដល់10ថ្ងៃមានកោវ័នកោអីហ្នឹងនឹងទាំងអស់ហ្នឹងជាសម្បត្តិរបស់ខ្មែរបើយើងមិនក្រំតែយកតែឯកសារបារាំងមកនិយាយហើយទៅជឿអាបារាំងហ្នឹងយើងមិនដឹងថាខ្លួនយើងប្រកែឥឡូវលេងមកក្បាច់ហ្នឹងមើលនាំគ្នាទៅត្រាវជ្រាវទាំងអស់គ្នាមើលទុកខ្ញុំអ្នកនាំទៅអាកន្លែងណាដែលខ្ញុំធ្លាប់បានដឹងបាទអញ្ចឹងសូមនិយាយលេងទេបាទសូមឲ្យប្រកាសប្រកាន់បាទលោកចៅខាំងមួយទៀតប្រិយមិត្តមួយទៀតបានផ្ញើជាសំណួរមកដែរចង់ដឹងថាតើហេតុអ្វីចាំបាច់មានបាយសីហើយការសាក់លើខ្លួនមនុស្សនឹងវាមានសារៈសំខាន់បែបណាហើយវាមានប្រភពមកពីខាងព្រហ្មញ្ញសាសនាឬក៏ពុទ្ធសាសនាអីយ៉ាងណានោះសូមលោកចៅខាំងជួយបញ្យល់បន្ថែមដើម្បីបញ្ចប់កម្មវិធីក្នុងសប្តាហ៍នេះបាទសូមអរគុណឥឡូវខ្ញុំនឹងយកពាក្យថាសាក់នឹងមកបរិយាយមុនពាក្យថាបាសីបាទតាមខ្ញុំយល់បាទព្រោះខ្មែរយើងតោះគ្នានៅក្នុងរវាងសតវត្សទី8ដល់សតវត្សទី10ហើយក្នុងនោះលោកតាក៏បាននិយាយនេះជារឿងអាតកំបាំងប៉ុន្តែឥឡូវថ្ងៃហ្នឹងខ្ញុំក៏ចង់និយាយប្រាប់ដែរថាបាទការសាក់ការអីហ្នឹងមិនសម្គាល់ថាព្រហ្មញ្ញសាសនាទេឬក៏ពុទ្ធសាសនាទេគឺកាលមកខ្មែរយើងច្បាំងគ្នាហើយខ្លាចច្រឡំពលសេនារៀងខ្លួនបាទអញ្ចឹងទៅខាងព្រហ្មញ្ញសាសនាហ្នឹងព្រះអង្គលោកសាក់ជារូបរាហូបាទបងប្អូនស្គាល់ទេរាហូហ្នឹងស្គាល់អត់បានស្គាល់ទេតើមកលេងដល់ផ្ទះខ្ញុំនាំទៅមើលកោតូចឃើញហើយនឹងកោធំស្បូបាទយ័ន្តហ្នឹងតែម្ដងហើយចំណែកកងោកច្រាស់មាននៅតែក្នុងប្រាសាទបាទយ័ន្តទេបាទកោតូចអត់មានទេកងោកច្រាស់បាទអញ្ចឹងអ្នកដែលកាន់ពុទ្ធសាសនាគេឆ្លាក់រូបកងោកច្រាស់បាទអញ្ចឹងបើយើងនិយាយទៅវាមិនមែនប្រកាន់ទៅលើសាសនាណាទេបើនិយាយពីការសង្គ្រាមហ្នឹងគឺគ្រាន់តែឆ្លាក់ដើម្បីសម្គាល់ថាជាពលទាហានខាងណាដូចយើងសពថ្ងៃអញ្ចឹងខាងខ្មែរក្រហមពាក់អាវអីអញ្ចឹងទៅពាក់មួកអីអញ្ចឹងទៅហើយដល់ខាងប៉ារ៉ាហ្នឹងពាក់មួកអីអញ្ចឹងទៅអាវអីអញ្ចឹងទៅហើយដូចជាខាងសម្ដេចនាយកសពថ្ងៃកាលនោះគេហៅរដ្ឋកម្ពុជាហ្នឹងពាក់អាវអីអញ្ចឹងទៅបាទអញ្ចឹងមានន័យថាសាក់ហ្នឹងក៏ដូចគ្នាដែរប៉ុន្តែគឺមិនមែនពីសម័យដើមមកទេគឺក្នុងពេលដែលខ្មែរយើងឆ្លោះគ្នានឹងតែម្ដងបាទហើយចំណែកពាក្យមួយទៀតតែបានសួរថាម៉េចចុងក្រោយមិញណាបាសីបាទពាក្យបាសីនឹងមានតាំងពីសម័យបកោនាគមនោពោធិ៍សាត់ឯណោះបាទហើយព្រះអង្គលោកបានរៀបចំបាសីហ្នឹងគឺបើយើងនិយាយទៅតាក់ទងទៅនឹងត្រួយការព្រះនាងមច្ឆាទេក៏ដែលធ្វើជាមេតារបស់ព្រះអង្គនោះព្រះអង្គមានអង្គុយនឹងស្រួចបើយើងនិយាយពាក់ព័ន្ធនឹងពេលនោះឯងកាល3500ឆ្នាំលុះដល់ខ្មែរយើងនឹងបានគោរពមេតានាងត្រីទេពឬមច្ឆាទេពនោះថាជាមេតារបស់ព្រះកោនាគមនោពោធិ៍សាត់ហ្នឹងលុះដល់ព្រះអង្គសោយទីមង្គតទៅពេលហ្នឹងយើងមានត្រួយហ្នឹងធ្វើជារូបត្រីក្រោយមករូបត្រីហ្នឹងក៏คล้ายទៅជាបាសីបច្ឆាមដល់សប្តាហ៍ថ្ងៃហ្នឹងឯងបាទតំណងរបស់មច្ឆាទេពហ្នឹងក៏កើតទៅជាត្រួយ
បាទអញ្ចឹងបើយើងគិតទៅបាសីហ្នឹងមានតាំងពី3500ឆ្នាំក្រោយមកហើយបានសាសនាព្រហ្មញ្ញហ្នឹងក៏ចាប់ផ្ដើមប្រើព្រោះយើងដឹងហើយព្រហ្មញ្ញសាសនាកើតនៅក្នុងរៀងសតវត្សទី8នឹងមានអវតារព្រហ្មញ្ញសាសនាប៉ុន្តែមុនហ្នឹងមិនទាន់មានទេគឺព្រហ្មញ្ញសាសនាហ្នឹងគឺកើតឡើងដោយចិត្តអាក្រក់ទូរយោតែប៉ុណ្ណោះឯងមិនមានសាសនាទេលុះដល់សតវត្សទី8ហ្នឹងព្រះបាទទូសរតហ្នឹងក៏បានធ្វើជាអវតាររបស់សាសនាព្រហ្មញ្ញហ្នឹងក៏ចាប់ផ្ដើមតែទួយហ្នឹងក៏ទៅប្រើជាថ្នាក់ចឹងទៅ9ថ្នាក់10ថ្នាក់អីចឹង10អីចឹងទៅហើយបានក្រោយមកទៀតទៅបាសីហ្នឹងក៏ពេញនិយមទៅដល់ខ្មែរគ្រប់រាប់ជាន់ថ្នាក់អ្នកណាស្លាប់ណាអីហ្នឹងក៏យើងធ្វើបាសីបច្ឆាមហ្នឹងដើម្បីឧទ្ទិសទៅដល់ក្នុងពិធីរៀបបាយក្រុមពលីនៅក្នុងពិធីរៀបចំទទួលមេបាតូនមេបាធំជំនុំក្តីអីហ្នឹងហោហាយចឹងមកចឹងបាសីហ្នឹងគឺមិនមែនសំដៅទៅលើតែព្រហ្មញ្ញសាសនាបានមានមិនមែនសំដៅទៅលើពុទ្ធសាសនាបានមានទេព្រោះខ្មែរមានមុនព្រហ្មញ្ញទៅទៀតណោះបាសីហ្នឹងដោយសារតែព្រះនាងមច្ឆាទេពនឹងសោយទីអង្គទៅខ្មែរយើងនឹងក៏បានធ្វើរូបតំណាងឲ្យព្រះនាងមច្ឆាទេពនឹងជាត្រួយបាសីនឹងរហូតមកដល់សប្តាហ៍ថ្ងៃទៅហើយពាក្យបាសីនឹងតែបងប្អូនដឹងប្រែថាម៉េចទេបាទព្រោះពីមុនយើងសរសេរបាសីតែឥឡូវយើងសរសេរបាយកាលណាយើងសរសេរបាយខុសព្រោះបាយហ្នឹងវាអត់មានពាក្យអីដែលយើងពាក់ព័ន្ធទេបាសីហ្នឹងមកពីពាក្យពីរបងប្អូនគេហៅបារីខាងពុទ្ធសាសនាប្រលឹងវិញ្ញាណរបស់អ្នកស្លាប់ទៅគេហៅបារីចំណែកខាងព្រហ្មញ្ញសាសនាហ្នឹងគេហៅបារមីចឹងត្រូវយល់ពាក្យហ្នឹងហើយភ្ញាក់ខ្លួនឡើងមិនមែនព្រហ្មញ្ញទាំងអស់ថាធ្វើបាយសីម្នាក់ឯងថាព្រហ្មញ្ញទេណាលោកសង្ឃមួយចំនួននោះអត់យល់ពាក្យបាខាងដើមហ្នឹងហើយទៅសរសេរបាយសីហ្នឹងហើយតាមបារាំងមករកព្រែមិនចាញ់មិនដឹងថាបាសីហ្នឹងចេញមកពីណាបាសីហ្នឹងបាមកពាក្យបារីខាងពុទ្ធសាសនាព្រលឹងវិជាអ្នកដែលព្រលឹងវិញ្ញាណរបស់ខ្មែរទាំងអស់ដែលកាន់ពុទ្ធសាសនាលុះស្លាប់ទៅលុះស្លាប់បញ្ញខណ្ឌទៅហ្នឹងព្រលឹងនៅរស់ព្រលឹងនោះគេហៅបារីចំណែកព្រហ្មញ្ញសាសនាព្រលឹងដែលបានស្លាប់ទៅនោះគេហៅបារមីបាទអញ្ចឹងយើងពាក្យបាហ្នឹងតែដល់សីខាងដើមហ្នឹងបងប្អូនប្រែថាម៉េចសីបាទសីលៈនោះមានពាក្យគេសរសេរតើបាទសីលៈសិលធម៌នោះថ្ងៃហៅសិលធម៌ពាក្យធម៌ហ្នឹងមានន័យថាមគ្គភ័ក្ត្រហើយគេអត់ប្រែនៅក្នុងពាក្យហ្នឹងបានទេសីលៈហ្នឹងមានន័យថាអ្វីទាំងឡាយដែលជារូបរាងដែលជាសម្បត្តិដោយសារសាសនានឹងបន្សល់ទុកឲ្យដូចជាសិលសាស្ត្រប្រែមកថាក្បួនសាសនារបស់សាសនាណាមួយបាទគេហៅគម្ពីរហ្នឹងមានន័យថាថ្មឬស្លឹកឬក៏กระดาษឬក៏សភៅអីដែលយើងបានសរសេរសិលៈហ្នឹងសីលៈហ្នឹងនៅក្នុងហ្នឹងនិយាយអំពីបានបន្សល់ទុកពីសាសនាណាមួយហ្នឹងជាក្បួនច្បាប់អីហ្នឹងភាសាបាលីហ្នឹងហៅសីលៈចឹងសីហ្នឹងប្រែថាជាក្បួនជាតម្រាជារបស់របរផ្សេងដែលសរសេរឡើងដោយវាក្ស័ព្ទអំពីលំអាននៃតម្រានៃក្បួននៃច្បាប់របស់សាសនាណាមួយទៅលើថ្មក្តីទៅលើសន្លឹកស្លឹកឈើណាមួយស្លឹករឹតក្តីឬក៏សភៅសពថ្ងៃក្តីនឹងហើយគេហៅសីលៈភាសាបាលីនោះចឹងសីហ្នឹងមកពីសីលៈចឹងបាសីទើបត្រឹមត្រូវបើបងប្អូនណាសរសេរបាយសីរកពាក្យប្រែមិនចាញ់ទេចឹងបានភ្ញាក់ខ្លួនឡើងមិនចេះសរសេរទេភាសាបាលីតែសរសេរខុសប្រែអត់ចាញ់មិនខ្ញុំថាខុសដោយសារការសរសេរហ្នឹងទេសរសេរខុសទៅយើងប្រែវាអត់ចាញ់យើងកូនខ្មែរចេះបាលីប្រែអត់ចាញ់ហើយកលៃនោះលែងបកែទៀតតែសរសេរបាយសីលែងបកែមើលបាយសីបើយើងប្រែទៅយើងប្រែថាបាយទទួលទានហើយសីហ្នឹងស្រួលផ្លាត់ទៅដល់អាសីតតលេងណាព្រោះមានភាសាខ្មែរយើងកាលណាជានាមសីហ្នឹងតតលេងហើយគេយកទៅលេងលបែងសីហ្នឹងដែលលឺសូរទេបងប្អូនបាយសីដែលលបែងសីហ្នឹងសីហ្នឹងគេយកស្លាបមន់ហ្នឹងតែដូចជាមាន4ស្លាបខ្ញុំនៅចាំដែរគេចងដាក់ជ័រឬក៏ដាក់អដែងពីដើមខ្មែរយើងអត់មានជ័រគេដាក់អដែងសបកអង្គុញបាទចាស់ជន់ដើមគេអង្គុញមូលមកគេវាហើយគេយកគ្រាប់ចេញទៅគេចោះដាក់ស្បកនឹងឯងបាទហ្នឹងក៏គេហៅសីដែរចឹងប្រយ័ត្នយើងច្រឡំតែយើងដាក់បាយខាងកណ្ដាលហ្នឹងកើតទៅជានាម
ពេលហ្នឹងប្រែសៃនឹងជានាមដែរលែងប្រែទៅជាភាសាបាលីបានហើយបងប្អូនចឹងយើងងាកមកប្រើពាក្យហ្នឹងថាបាសៃវិញបាទសូមអភ័យទោសដែរបើតើណាជាមានការលើលួសខ្វះអីតាណាក្នុងការបកស្រាយថ្ងៃនេះព្រោះខ្ញុំមានកន្លែងខ្លះហ្នឹងខ្ញុំនិយាយញាប់បាទព្រោះដោយថាវាវែងពេកបើមិននិយាយញាប់ទេខ្លាចវាមិនចប់បាទអញ្ចឹងហើយក៏មកដល់ទីបញ្ចប់ហើយព្រោះម៉ោងក៏ហួសកាន់តែច្រើនសូមអរគុណដល់បងប្អូនខ្មែរទាំងអស់ដែលបានស្ដាប់ព្រះធម៌ឬក៏បាលីដែលយើងបានបកស្រាយមកពីប្រកបក្នុងហ្នឹងហើយក៏សូមវរណាទៅដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គក៏ដូចជាមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ហ្នឹងបាទពាក្យណាត្រូវរើសយកទៅពាក្យណាក្រក់កវត្តចោលទៅហើយលែងយកពាក្យរបស់ខ្ញុំនឹងទៅប្រើជាសាស្ត្រឬក៏ជាល្បិចកលអីមួយដើម្បីបំផ្លាញជាតិខ្មែរហ្នឹងក៏សូមកុំឲ្យមានសូមឲ្យបានសុខសន្តិភាពទាំងអស់គ្នាតរៀងទៅបាទសំលីបាទប្រិយមិត្តអ្នកស្ដាប់វិទ្យុខ្មែរប៉ុស្តិ៍ជាទីមេត្រីលោកអ្នកទើបតែបានតាមដានស្ដាប់នៅនាទីស្វែងយល់ពីភាសាបាលីខ្មែរឃើញថាមកដល់ទីបញ្ចប់ហើយទោះបីជាពាក្យថាត្រៃលោកគោកត្រៃលក្ខលោកចៅកែមមិនទាន់បានបកស្រាយឲ្យបានក្បោះក្បាយយ៉ាងណាក្តីចឹងសប្តាហ៍ក្រោយខ្ញុំនឹងសំណូមពរឲ្យលោកចៅកែមជួយបកស្រាយឲ្យពិស្ដារបន្តិចតាក់ទងនឹងត្រៃលោកគោកត្រៃលក្ខនេះបាទហើយក៏សូមថ្លែងអំណរគុណដល់ការតាមដានស្ដាប់របស់ប្រិយមិត្តហើយមួយទៀតក៏សូមថ្លែងអំណរគុណដល់លោកចៅកែងដែលជាវាគ្មិនប្រចាំសប្ដាហ៍របស់យើងក្នុងនាទីស្វែងយល់ពីភាសាបាលីខ្មែរសូមអរគុណសូមជម្រាបលាលោកចៅកែងបាទបាទសូមអរគុណបាទសូមជម្រាបលាបាទ